ស្វាគមន៍មកកាន់ AE Supply Cambodia សាជាថ្មីម្ដងទៀតនៅក្នុង podcast នេះយើងនឹងនិយាយអំពីភាពខុសគ្នារវាងកុងតាក់ទ័រ 3P ហើយនិង 4P ថាតើវាខុសគ្នារបៀបណាហើយតើយើងអាចយកមួយក្នុងចំណោមពីរហ្នឹងយកមកប្រើដោយ interchange មួយណាប្រើបានដែរឬទេសម្រាប់កុងតាក់ទ័រ 3P វាមាន L1 L2 L3 សម្រាប់ switching រវាងប៉ូទាំង3ហើយទូនាទីក្នុងការប្រើប្រាស់កុងតាក់ទ័រប្រភេទ 3P នេះគឺយើងប្រើសម្រាប់ប្រព័ន្ធបញ្ជាដែលជាបន្ទុក 3P ដែលអត់មានខ្សែ nerd ងាយស្រួលក្នុងការប្រើប្រាស់នៅជាមួយទៅនឹងប្រភេទ motor industrial equipment បន្ទុកផ្សេងទៀតដែលដំណើរការដោយខ្សែ3 pha ហើយតកតងទៅនឹងខ្សែ nerd គឺវាអត់មានបង្ហាញនៅលើកុងតាក់ទ័រ 3P នោះទេចំណែកឯកុងតាក់ទ័រ 4P វិញវាបង្ហាញវាមាន L1 L2 L3 និងខ្សែ nerd ទូនាទីក្នុងការប្រើប្រាស់របស់វាគឺយើងប្រើទៅក្នុងប្រព័ន្ធដែលដំណើរការដោយប្រព័ន្ធ3 pha ប៉ុន្តែវាមានខ្សែ nerd connection សម្រាប់ single fast load គោលបំណងគឺដើម្បីជា easy long ដំណើរការរវាង pha ទាំង3គឺផ្សេងគ្នាដោយសារតែប្រព័ន្ធគឺវាទាមទារឲ្យដាច់ដោយឡែកពីគ្នាក្នុងការទទួលតង់ខ្យងពីខ្សែនីមួយដូចជា emergency stop circuit ឬក៏ circuit application ដែល require ទៅលើ full insulation គឺអត់ឲ្យវាមានការឆ្លងគ្នាទេរវាង pha ទាំង3និយាយជារួមប្រសិនបើ control របស់អ្នកជាប្រភេទ system 3P ដែលអត់មានតម្រូវឲ្យវាមានខ្សែ nerd ទេអញ្ចឹងកុងតាក់ទ័រប្រភេទ 3P គឺល្អបំផុតសម្រាប់ system របស់បងប្អូនទាំងអស់គ្នាហើយប៉ុន្តែបើសិនជា system របស់បងប្អូនទាមទារឲ្យមានខ្សែ nerd អញ្ចឹងយើងត្រូវតែប្រើកុងតាក់ប្រភេទ 4P ដើម្បីដំណើរការឲ្យតកតងទៅនឹងសុវត្ថិភាពវាអាស្រ័យទៅលើប្រភេទទូនាទីក្នុងការដំណើរការហើយមួយទៀតយើងគិតទៅលើ cost ឬក៏ efficiency មានថាថ្លៃដើមតម្លៃសម្ភារៈកុងតាក់ទ័រ 4P គឺវាជាធម្មតាគឺវាប្រកបជាថ្លៃជាងកុងតាក់ទ័រ 3P ដោយសារវាមានប៉ូលមួយទៀតដែលជាប៉ូល nerd ហ្នឹងលើសពី 3P ហើយកុងតាក់ទ័រទាំងពីរនេះអាចដំណើរការក្នុងចរន្តដូចគ្នាទោះជា10 ampere 25 32ឬក៏លើសពីនេះប៉ុន្តែវាអត់អាចយក 3P មកប្រើ 4P ឬក៏ 4P មកប្រើ 3P នោះទេអញ្ចឹងហើយជាចម្លើយគឺយើងអត់អាចផ្លាស់ប្ដូររវាង 3P និង 4P ឲ្យដំណើរការនោះទេខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ច្បាស់ហើយនឹងការប្រើប្រាស់វាអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយសម្រាប់បងប្អូនដែលមានតម្រូវការទាក់ទងទៅនឹងកុងតាក់ទ័រយើងមានលក់នៅលើ page EE Supply Cambodia ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទឬ chat ចូលតាម Telegram ឬផ្ញើ message មកកាន់ page ខាងក្រុមការងារនឹងឆ្លើយតបបងប្អូន